វីដេអូម្សិលមិញគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនតើបងប្អូនថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅតាមដានវីដេអូ The Secret វគ្គ 2 ដែលសម្រាយដោយលោកគ្រូតុនសុបិនតើថ្ងៃនេះនឹងមានអីពិសេសបន្តទៀតបងប្អូនទៅតាមដានជាមួយនឹងបុស្បាណាសូមបងប្អូនអរគ្នាតាមដានទាក់ទងជាមួយនឹងបាក់ខ្សែភាពយន្តបន្តទៀតបាទកាត់ឡើងគ្រប់រឿងរ៉ាវគ្រប់បញ្ហានៅក្នុងលោកនេះលោកអ្នកប្រហែលជាកំពុងអង្គុយហើយឆ្ងល់ថាអាកំបាំងនោះគឺជាអ្វីខ្ញុំនឹងប្រាប់លោកអ្នកថាខ្ញុំយកពីអាកំបាំងនេះដោយរបៀបណាពួកយើងទាំងអស់គ្នាធ្វើការជាមួយនឹងមហាអំណាចពួកយើងទាំងអស់គ្នាដឹកនាំខ្លួនឯងជាមួយនឹងច្បាប់ដ៏ត្រឹមត្រូវច្បាប់ធម្មជាតិនៃចក្រវាឡទាំងមូលគឺប្រកាសជាមានយ៉ាងច្បាស់សូម្បីតែការកសាងយានអវកាសក៏គ្មានអ្វីលំបាកដែរយើងអាចបញ្ជូនមនុស្សទៅឋានប្រចាំបានហើយយើងអាចកំណត់ពេលវេលាចុះចតមកវិញជាមួយនឹងវិនាទីដែលយើងបានកំណត់ខ្ញុំមិនខ្វល់ថាអ្នកណាជាជនជាតិឥណ្ឌាអូស្ត្រាលីជនជាតិញូហ្សេឡង់ឬក៏ទីក្រុងឡុងតូរិនតូម៉ុកត្រេអាល់ឬក៏ទីក្រុងញូវយ៉កទេពួកយើងធ្វើការជាមួយនឹងមហាអំណាចមួយបបតែមួយនេះគឺជាច្បាប់តាក់ទាញអាកំបាំងបាទអញ្ចឹងខ្ញុំសូមបន្ថែមកន្លែងនេះអញ្ចឹងនៅក្នុងវីដេអូគេប្រើពាក្យថាច្បាប់តាក់ទាញអាកំបាំងអញ្ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាដឹងថាកន្លែងហ្នឹងស្មើនឹងពាក្យថាច្បាប់នៃការស្រូបទាញបាទគ្រប់យ៉ាងដែលចូលមកក្នុងជីវិតរបស់លោកអ្នកគឺលោកអ្នកចាប់អារម្មណ៍ឲ្យវាចូលទៅក្នុងឆាកជីវិតហើយវាតាក់ទាញលោកអ្នកតាមដោយគុណធម៌បាទអញ្ចឹងកន្លែងហ្នឹងគេនិយាយថាអ្នកតាក់ទាញអ្វីគ្រប់យ៉ាងដោយគុណធម៌អញ្ចឹងពាក្យថាគុណធម៌នៅកន្លែងនេះគេចង់សំដៅទៅដល់ផ្នត់គំនិតការគិតនឹងឯងបាទមុខមាត់ដែលលោកអ្នកកំពុងតែកាន់នៅក្នុងកណ្ដាប់ដៃនេះគឺជាអ្វីដែលអ្នកគិតលោកអ្នកនឹងបានគិតថាតើមានអ្វីខ្លះនៅក្នុងចិត្តរបស់លោកអ្នកចាប់អារម្មណ៍នឹងខ្លួនឯងពេលនេះមនុស្សដែលឆ្លៀសវៃគឺបានដឹងរួចទៅហើយលោកអ្នកអាចត្រឡប់ទៅកាន់អតីតកាលសម័យបុរាណពួកគេក៏បានដឹងរឿងទាំងអស់នេះដែរដោយការជ្រើសរើសមនុស្សមួយក្រុមតូចប៉ុណ្ណោះហើយអ្វីក៏លោកអ្នកគិតថាមនុស្ស 1% អាចរកបានដល់ទៅ 96% នៃប្រាក់ចំណូលដែលអាចរកបានលោកអ្នកអាចគិតថាជាអបត្តហេតុទេវាមិនបាទអញ្ចឹងនៅកន្លែងហ្នឹងគាត់បាននិយាយថាវាមិនមែនជាបតវហេតុទេដែលមនុស្សមួយចំនួនគេមានសមត្ថភាពនៅក្នុងការសាងទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាលខណៈពេលដែលមានមនុស្សរាប់កោតអ្នកទៀតដែលមានជីវភាពនៅតែក្រដដែលអញ្ចឹងកន្លែងនេះគេចង់ប្រៀបធៀបថាអ្នកដែលមានសមត្ថភាពនៅក្នុងការស្វែងរកទ្រព្យសម្បត្តិទាំងអស់ហ្នឹងគឺពួកគាត់ច្បាស់ជាមានអីមួយយ៉ាងច្បាស់ជាមានអាចកំបាំងស្អីហើយនៅពីខាងក្រោយហ្នឹងបាទមិនមែនជាប់អត្តហេតុទេគឺវាអាចបង្កើតឡើងបែបហ្នឹងពួកគេយល់ច្បាស់ណាស់ពួកគេយល់ថាអាចកំបាំងហើយលោកអ្នកត្រូវតែទទួលបានការណែនាំវិធីដែលងាយបំផុតសម្រាប់ខ្ញុំក្នុងការក្រឡេកមើលច្បាប់ក្នុងការតាក់ទាញគឺខ្ញុំគិតថាខ្លួនឯងគឺជាមេដែកហើយខ្ញុំដឹងថាបាទហើយនៅកន្លែងនេះលោក John Ashraf គាត់បាននិយាយថាការដែលគាត់អាចប្រើប្រាស់ច្បាប់នៃការស្រូបទាញនឹងបានសម្រាប់គាត់គឺគាត់គ្រាន់តែគិតថាគាត់ហ្នឹងគឺជាមេដែកមួយដុំហើយបើគាត់ជាមេដែកមួយដុំអញ្ចឹងមានថាគាត់មានសមត្ថភាពនៅក្នុងការតាក់ទាញអ្វីទាំងឡាយបាទឲ្យចូលមកកាន់ជីវិតផងគាត់ថាមេដែកគឺអាចតាក់ទាញអ្វីគ្រប់យ៉ាងពិតមែនហើយច្បាប់នៃការតាក់ទាញបញ្ជាក់ថាវាចូលចិត្តការតាក់ទាញប៉ុន្តែយើងក៏ត្រូវតែនិយាយពីកម្រិតនៃការគិតដែរបាទអញ្ចឹងមានតួអង្គយើងមួយទៀតគាត់បាននិយាយថាបើទោះបីជាច្បាប់នៃការស្រូបទាញវាដឹងតែស្រូបទាញហើយប៉ុន្តែមិនមែនគ្រាន់តែយើងគិតថាយើងគឺជាមេដែកមួយដុំហើយយើងមានសមត្ថភាពនៅក្នុងការស្រូបទាញនោះទេបាទគាត់ចង់បន្ថែមកន្លែងហ្នឹងណាគាត់និយាយថាច្បាប់នៃការស្រូបទាញហ្នឹងវាធ្វើការជាមួយនឹងគំនិតផងយើងអញ្ចឹងលើសពីអាការដែលយើងគិតថាយើងគឺជាមេដែកមួយដុំអញ្ចឹងសូមអ្នកតាមដានទៅតងជាមួយនឹងការគិតផងយើងទៀតការងាររបស់យើងជាមនុស្សត្រូវតែប្រកាន់ខ្ជាប់នៅចំណេះគំនិតនៅអ្វីដែលយើងត្រូវការត្រូវតែចំណេះឲ្យបានច្បាស់នៅក្នុងចិត្តរបស់យើងនៅអ្វីដែលយើងត្រូវការតាមរយៈបញ្ហាទាំងអស់នេះយើងចាប់ផ្ដើមដកយកច្បាប់កម្ពុជានៅក្នុងចក្រវាឡនេះហើយគឺជាច្បាប់តាក់ទាញប៉ុន្តែលោកអ្នកត្រូវតែតាក់ទាញអ្វីដែលលោកអ្នកគិតជាងគេបើសិនជាលោកអ្នកបានឃើញនៅពេលនេះលោកអ្នកត្រូវតែកាន់ឲ្យជាប់ហើយគោលការណ៍សំខាន់វាអាចប្រមូលផ្ដុំនៅក្នុងពាក្យ3ម៉ាត់ក៏សាមញ្ញបំផុត1គឺកំណត់2ប្រែក្លាយ3នឹងបញ្ហាបាទអញ្ចឹងកន្លែងហ្នឹងឲ្យលោកបងប្អូនទាំងអស់គ្នាពិបាកយល់អញ្ចឹងខ្ញុំសូមសង្ខេបរួមតែម្ដងអញ្ចឹងដំណើរការច្បាប់នៃការស្រូបទាញមានតែ3ឯងបាទការសុំការជឿនិងការទទួលហើយកន្លែងមិញគាត់បាននិយាយថាសូមឲ្យយើងច្បាស់លាស់បាទច្បាស់លាស់ជាមួយនឹងអ្វីដែលយើងចង់បានណាព្រោះការគិតផងយើងវាមានអំណាចនៅក្នុងការស្រូបទាញការឆក់យកតន័យទាំងឡាយណាដែលនៅខាងក្រៅចក្រវាឡហ្នឹងបាទឲ្យចូលមកកាន់ជីវិតផងយើងអញ្ចឹងយើងសូមឲ្យច្បាស់លាស់ថាតើយើងចង់បានអីហើយមនុស្សភាគច្រើនដែលមិនសូវយល់នោះគឺគំនិតស្មុគស្មាញរាល់គំនិតទាំងអស់តែងតែមានភាពស្មុគស្មាញយើងអាចបោះវែងគំនិតទាំងអស់នេះបើសិនជាយើងពិចារណាគំនិតនេះម្ដងហើយម្ដងទៀតបាទអញ្ចឹងកន្លែងនេះគាត់បាននិយាយថាតាមពិតទៅនៅក្នុងមួយថ្ងៃគំនិតផងយើងវាកើតឡើងរាប់ពាន់រាប់ម៉ឺនរាប់សែនរាប់លានគំនិតអញ្ចឹងយើងពិបាកមែនទែននៅក្នុងការទៅតាមដានទៅតងជាមួយនឹងគំនិតទាំងអស់ហ្នឹងប៉ុន្តែគាត់បានប្រាប់ថាសូមអ្នកពិនិត្យមើលការគិតរបស់អ្នកបើអ្នកតែងតែគិតទៅលើអ្វីមួយដដែលមានន័យថានោះឯងគឺជាអ្វីដែលអ្នកចង់បានហើយច្បាប់នៃការស្រូបទាញគឺនឹងបាទដំណើរការទៅតាមការគិតផងយើងហ្នឹង
ឬមួយបែបយើងស្រមៃនៅក្នុងចិត្តរបស់ខ្លួនឯងឃើញថាមានរថយន្តសេរីថ្មីមានប្រាក់ដែលលោកអ្នកត្រូវការមានអគារក្រុមហ៊ុនគឺត្រូវស្វែងរកដៃគូជីវិតគំនិតគឺជាប្រព័ន្ធបញ្ជូនសាមញ្ញមេដៃដែលកំពុងធ្វើការប្រៀបធៀបត្រឡប់មកវិញនោះលោកអ្នក បានចឹងកន្លែងនេះគាត់បាននិយាយថាគំនិតគឺជាប្រព័ន្ធមួយដែលមានសមត្ថភាពនៅក្នុងការអូសទាញរឿងរ៉ាវហេតុការណ៍ទាំងឡាយណាដែលវាមានប្រភេទតន័យស្តៀងគ្នាហើយគំនិតដែលវាមានសមត្ថភាពបាទសមត្ថភាពអាចអូសទាញទៅទងជាមួយនឹងរឿងរ៉ាវហេតុការណ៍ទាំងឡាយណាដែលយើងចង់បានគឺតលតែគំនិតហ្នឹងវាកាត់ឡើងញយដងបាទមានន័យថាដូចខ្ញុំបាននិយាយខាងដើមចឹងថាអ្វីទាំងឡាយណាដែលយើងតែងតែធ្លោយមកដោយមិនដឹងខ្លួនបាទម្ដងពីរដងអញ្ចឹងអាហ្នឹងគឺមានន័យថាច្បាប់នៃការតាក់ទាញឬក៏ច្បាប់ទំនៀមនៃគំនិតហ្នឹងវាចាប់ផ្ដើមធ្វើការហើយបានឃើញថាខ្លួនឯងរស់នៅក្នុងភាពសម្បូរបែបលោកអ្នកប្រកាសជាមានការតាក់ទាញហើយវាមានប្រសិទ្ធភាពគ្រប់ពេលជាមួយនឹងមនុស្សគ្រប់រូបទាំងអស់បានចឹងកន្លែងនេះគាត់បាននិយាយទៀតថាសូមឲ្យអ្នកផ្លាស់ប្ដូរការគិតរបស់អ្នកបាទហើយយើងមានតួអង្គមួយគាត់អត់មានអាពាក់ទេអញ្ចឹងមានថាព្រះបានដូចជាគាត់នឹងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយក្រលំបាកអញ្ចឹងគាត់គ្រាន់តែផ្លាស់ប្ដូរការគិតផងគាត់ដោយគាត់ធ្វើដូចមែនទេអញ្ចឹងបាទគាត់គ្រាន់តែទៅឆ្លុះកញ្ចក់ហើយគាត់លក្ខណៈថាយើងសេរីកអាវធំអាវអីចឹងណាបាទដល់ពេលអញ្ចឹងគាត់បានប្រាប់ទៅថានេះឯងគឺជាចលនានៃការផ្លាស់ប្ដូរអញ្ចឹងនៅពេលដែលយើងតែធ្វើអញ្ចឹងទៅជាទម្លាប់អញ្ចឹងគំនិតផនយើងវានឹងទុំអញ្ចឹងអាការទុំនេះឯងវានឹងអូសទាញយើងនឹងឲ្យទៅជួបបាទរឿងរ៉ាវហេតុការណ៍ឲ្យដូចជាមួយនឹងការគិតផនយើងហើយយើងបានឃើញបន្តមកទៀតហ្នឹងគឺតួអង្គផនយើងហ្នឹងគាត់បានឡើងទៅឡាននេះហើយគឺជាបញ្ហាដែលមនុស្សភាគច្រើនគិតពីអ្វីដែលពួកគេមិនត្រូវការហើយពួកគេឆ្ងល់ថាហេតុអ្វីវាបញ្ចេញម្ដងហើយម្ដងទៀតយ៉ាងដូចនេះច្បាប់នៃការតាក់ទាញវាមិនផ្ដោតតែលើអ្វីដែលលោកអ្នកគួរទទួលបានល្អឬអាក្រក់នោះទេតើលោកអ្នកចង់បានឬមិនចង់បានទេវាឆ្លើយតបទៅនឹងគំនិតរបស់លោកអ្នកដូច្នេះបានលោកអ្នកអង្គុយនៅត្រង់នេះក្រឡេកមើលទៅគំនរភ្នំនៃបំណុលហើយមានអារម្មណ៍ថាវាស្មុគស្មាញនេះគឺជាសញ្ញាមួយដែលលោកអ្នកដាក់ចេញទៅកាន់ច្រកចក្រវាលវាយខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តទេដោយសារតែជាប់បំណុលទាំងអស់នោះលោកអ្នកត្រូវមានចិត្តគិតពីបញ្ហាគ្រប់យ៉ាងដែលលោកអ្នកបានគិតនោះលោកអ្នកនឹងទទួលបានអ្វីគ្រប់យ៉ាងបានចឹងកន្លែងនេះគឺជាកន្លែងមួយដែលហៅថាគឺជាចំណុចក្តៅមែនទែនដោយសារតែមានបងប្អូនយើងច្រើនគាត់បានឆ្ងល់ថាហេតុអីរឿងរ៉ាវមួយចំនួនយើងអត់ចង់បានទេតែយើងនៅតែជួបវាដដែលអញ្ចឹងកន្លែងនេះគេបាននិយាយថាច្បាប់នៃការស្រូបទាញវាអត់បានយល់ថាអ្នកចង់បានឬក៏មិនចង់បានទេប៉ុន្តែវាធ្វើការជាមួយនឹងគំនិតរបស់អ្នកឧទាហរណ៍ថាចេះនៅកន្លែងបាទខ្សែភាពយន្តមិញនេះត្រូវមានចិត្តគិតពីបញ្ហាគ្រប់យ៉ាងដែលលោកអ្នកបានអញ្ចឹងមាននារីម្នាក់គាត់មិនចង់ឃើញអវិកាយប័ត្រដែលគាត់ជាពាក់បំណុលគេទេប៉ុន្តែនោះក៏មិនមែនមានន័យថានារីម្នាក់ហ្នឹងគាត់អត់បានស្រូបទាញបំណុលនឹងមកដែរហើយចុះកន្លែងណាដែលបញ្ជាក់ថាគាត់បានស្រូបទាញមកគឺអារម្មណ៍នៃភាពមួម៉ៅនឹងឯងអញ្ចឹងអារម្មណ៍នៃភាពមួម៉ៅជាមួយនឹងអ្វីដែលខ្លួនកំពុងតែជួបនឹងឯងគឺមានន័យថាយើងកំពុងតែគិតផ្ដោតទៅលើបញ្ហាឬក៏រឿងរ៉ាវទាំងអស់ហ្នឹងហើយបានជាវាអញ្ចឹងម្ដងហើយម្ដងទៀតហើយអាការដែលយើងកំពុងតែមួម៉ៅជាមួយនឹងអ្វីដែលយើងមិនចង់បានតាមពិតទៅបើយើងកលេចមើលយើងបានទទួលបាត់ទៅហើយយើងទទួលអីគេយើងទទួលតាមរយៈនៃអារម្មណ៍មួម៉ៅនឹងរួចបាត់ទៅហើយអញ្ចឹងអារម្មណ៍ឬក៏ភាពមួម៉ៅនេះឯងដែលបញ្ជាក់ថាយើងចង់បានរឿងរ៉ាវនឹងម្ដងហើយម្ដងទៀតបើសិនជាយើងនិយាយទៅតងជាមួយនឹងភាសារបស់អនុសម្បញ្ញៈគឺមានន័យថាអនុសម្បញ្ញៈបានយល់អំពីហេតុផលថាអ្នកចង់បានឬក៏មិនចង់បានទេប៉ុន្តែអ្វីដែលអ្នកមានប្រតិកម្មទៅលើវាគិតថានោះគឺជាក្តីសុខបើអ្នកសំទោសបើវាគិតថានឹងគឺជាក្តីសុខអញ្ចឹងវានឹងបង្កើតរឿងរ៉ាវហេតុការណ៍ទាំងឡាយណាស្តៀងគ្នាដើម្បីឲ្យអ្នកហ្នឹងបានទៅជួបរឿងរ៉ាវហេតុការណ៍ទាំងអស់ហ្នឹងម្ដងហើយម្ដងទៀតនោះលោកអ្នកនឹងទទួលបានអ្វីគ្រប់យ៉ាងដូច្នេះពេលលោកអ្នកសម្លឹងមើលអ្វីដែលលោកអ្នកចង់បានហើយលោកអ្នកនិយាយថាយល់ព្រមចំពោះវាលោកអ្នកគួរតែខ្លាំងបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាកលេចមើលកន្លែងនេះដូច្នេះពេលលោកអ្នកសម្លឹងមើលអ្វីដែលលោកអ្នកចង់បានហើយលោកអ្នកនិយាយថាយល់ព្រមនេះនៅពេលដែលមនុស្សចាប់ផ្ដើមគិតរាល់ដំណើរនៃការគិតទាំងអស់គឺនឹងមានបាទធម្មពលបាចសាចចេញទៅចក្រវាលខាងក្រៅនេះឯងគេឲ្យឈ្មោះថាគឺជាដំណើរនៃការគិតវានឹងផ្សាយចេញពីខ្លួនបុគ្គលម្នាក់ហ្នឹងចំពោះវាលោកអ្នកគួរតែខ្លាំងចំពោះវាពីកម្រិតរបស់ខ្លួនឯងហើយចាប់ទាញវានឹងឆ្លើយតបទៅនឹងគំនិតនេះហើយកន្លែងនេះគាត់បាននិយាយថាសូមអ្នកខ្លាំងជាមួយនឹងគំនិតឬក៏ការគិតរបស់អ្នកហើយសូមអ្នកលូកដៃទាញអញ្ចឹងពាក្យកន្លែងនេះគឺមានន័យថាសូមឲ្យអ្នកនឹងគិតទៅលើអ្វីដែលអ្នកចង់បានម្ដងហើយម្ដងទៀតអាការដែលអ្នកគិតថាអ្នកចង់បានអ្វីមួយហើយអ្នកគិតម្ដងហើយម្ដងទៀតដដែលហ្នឹងអានឹងព្រឹកបានដូចជាអ្នកនឹងលូកដៃទាញវាចេញមកខាងក្រៅអញ្ចឹងនេះហើយហៅថាមេតបទៅនឹងគំនិតនេះបាទហើយសូមបងប្អូនទាំងអស់គ្នាមើលបាទកលេចមើលកន្លែងនេះច្បាប់នៃការស្រូបទាញគឺមិនមែននៅក្នុងលក្ខខណ្ឌថាបើអ្នកចង់បានអ្វីមួយហើយត្រូវតែអ្នកខ្លួនឯងជាអ្នកសម្រេចនោះទេមិនមែនអញ្ចឹងទេពេលខ្លះយើងចង់បានប៉ុន្តែយើងខ្លួនឯងក៏មានសមត្ថភាពនៅក្នុងការធ្វើរឿងនឹងដែរដោយឡែកវាអាចមានតួអង្គឬក៏បុគ្គលណាម្នាក់បងប្អូនសាច់ញាតិយើងអញ្ចឹងណាគេជួយបំពេញការងារបាទរឿងរ៉ាវទាំងអស់ហ្នឹងឲ្យយើងដោយមិនដឹងខ្លួនឬក៏យើងហ្នឹងពេលខ្លះមិនចាំបាច់នៅក្នុងការបញ្ចេញកម្លាំងផង
នេះហើយហៅថាមិនដែរប៉ុន្តែពេលលោកអ្នកសម្លឹងមើលអ្វីដែលលោកអ្នកមិនចង់បានហើយលោកអ្នកស្អែកបដិសេធនឹងវាធម្មតាលោកអ្នកមិនបានច្រានចោលទេទោះទៅវិញលោកអ្នកកំពុងតែថ្លឹងថ្លែងរាល់កំណត់ទាំងអស់ដែលលោកអ្នកមិនត្រូវការហើយ នេះបាទអញ្ចឹងកន្លែងនេះគាត់បាននិយាយថានៅពេលដែលអ្នកធ្វើការបដិសេធអ្វីមួយមិនមែនមានន័យថាអ្នកមិនចង់បានទេប៉ុន្តែអ្នកកំពុងតែថ្លឹងថ្លែងហ្នឹងគឺមានន័យថាអ្នកកំពុងតែខិតចិត្តចូលកន្លែងមួយនិងសម្រេចចិត្តនៅក្នុងការទទួលយករឿងរ៉ាវហេតុការណ៍ហ្នឹងហើយអញ្ចឹងយើងសូមកន្លែងមើលកន្លែងនេះ ចោលទេទោះទៅវិញ កន្លែងហ្នឹងគឺមានបុរសម្នាក់នៅពេលដែលបុរសម្នាក់គាត់ធ្វើការអង្គុយចាំតតងជាមួយនឹងបាទការតម្រង់ជួរគ្នាអញ្ចឹងគាត់មានអារម្មណ៍មួម៉ៅមានការប្រតិកម្មបើយើងមើលទៅវាហាក់បីដូចជាបុរសម្នាក់ហ្នឹងក៏អត់ចង់បានឬក៏អត់ចង់ជួបហេតុការណ៍ហ្នឹងទេប៉ុន្តែច្បាប់នៃការស្រូបទាញវាអត់យល់អញ្ចឹងទេវាគ្រាន់តែដឹងថាបើអ្នកមានអារម្មណ៍មួម៉ៅមានការប្រតិកម្មទៅលើរឿងណាមួយនោះមានន័យថាអ្នកបានផ្ដោតការគិតចិត្តគំនិតចិត្តវិញ្ញាណរបស់អ្នកហ្នឹងទៅលើរឿងរ៉ាវហ្នឹងហើយអញ្ចឹងវានឹងអូសទាញយើងហ្នឹងឲ្យទៅជួបរឿងរ៉ាវហេតុការណ៍ទាំងឡាយហ្នឹងបាទម្ដងហើយម្ដងទៀតស្តៀងគ្នាហើយមួយទៀតខ្ញុំសូមបញ្ជាក់ផងដែរថាអាការដែលយើងមានអារម្មណ៍នៅក្នុងការប្រតិកម្មអ្វីមួយនោះឯងមានន័យថានោះគឺជាការទទួលហើយបាទ វិញលោកអ្នកកំពុងតែថ្លឹងថ្លែងរាល់កំណត់ទាំងអស់ដែលលោកអ្នកមិនត្រូវការហើយពេលនេះច្បាប់នៃការតាក់ទាញនេះកំពុងតែជួយឲ្យលោកអ្នក បាទឃើញទេមិញគាត់ចាំនៅកន្លែងផ្សេងទេតែដល់ពេលកន្លែងនេះគេកាត់ដាក់ឲ្យគាត់នឹងចាំបាទមកកន្លែងទៀតហើយគាត់មានអារម្មណ៍មួម៉ៅស្តៀងគ្នាអញ្ចឹងឯង ឆ្ពោះទៅមុខផងដែរនេះជាចក្រវាលដែលពឹងផ្អែកទៅលើការតាក់ទាញគ្រប់យ៉ាងស្ដីពីការតាក់ទាញ ច្បាប់នៃការតាក់ បាទសូមបងប្អូនទាំងអស់គ្នាស្ដាប់ឲ្យនេះ ជាចក្រវាលដែលពឹងផ្អែកទៅលើការតាក់ទាញ នេះគឺជាចក្រវាលស្ដីអំពីការតាក់ទាញ គ្រប់យ៉ាងស្ដីពីការតាក់ទាញ ច្បាប់នៃការ សូមម្ដងទៀត នេះជាចក្រវាលដែលពឹងផ្អែកទៅលើការតាក់ទាញ នេះគឺជាចក្រវាលដែលពឹងផ្អែកទៅលើការតាក់ទាញ គ្រប់យ៉ាងស្ដីពីការតាក់ទាញ ហើយគ្រប់យ៉ាងក៏ស្ដីអំពីការតាក់ទាញដែរប្រហែលជាកន្លែងហ្នឹងបងប្អូនទាំងអស់គ្នាពិបាកយល់ណាបាទ នេះជាចក្រវាលដែលពឹងផ្អែកទៅលើការតាក់ទាញគ្រប់យ៉ាងស្ដីពីការតាក់ទាញ ច្បាប់នៃការតាក់ទាញតែងតែមានប្រសិទ្ធភាពមិនថាលោកអ្នកយល់ឬក៏មិនយល់ទេវាតែងតែមានប្រសិទ្ធភាព លោកអ្នក បាទអញ្ចឹងកន្លែងនេះខ្ញុំសូមសរុបបាទចាប់ពីកន្លែងនារីម្នាក់នេះគាត់បាននិយាយចាំមើលណា ការតាក់ទាញគ្រប់យ៉ាងស្ដីពីការតាក់ទាញនេះជាចក្រវាលដែលពឹងផ្អែកទៅលើការតាក់ទាញគ្រប់យ៉ាងស្ដីពីការតាក់ទាញ ច្បាប់ បាទអញ្ចឹងគាត់បាននិយាយថានៅលើចក្រវាលយ៉ាងនេះអ្វីគ្រប់យ៉ាងគឺសុទ្ធតែជាដំណើរការនៅក្នុងការផ្សំផ្គុំនិងការស្រូបបឺតចូលគ្នានៅពេលដែលវត្ថុឬក៏អ្វីទាំងឡាយណាបូករួមទាំងកំណត់ផងយើងដែរនៅពេលដែលវាមានរលកសញ្ញារលកហ្វ្រីកង់ណាមួយស្តៀងគ្នាអញ្ចឹងវានឹងមានសមត្ថភាពនៅក្នុងការបឺតស្រូបចូលគ្នាឥឡូវយើងអាចទៅកលេចមើលតកតងជាមួយនឹងដុំថ្មម្ដុំដែលវាអាចចាប់តោងគ្នាទៅបានណាអាហ្នឹងគេឲ្យឈ្មោះថាគឺជាកម្លាំងនៅក្នុងការបឺតឆក់ឬក៏ការតោងគ្នាបើយើងនិយាយទៅវាមានកម្លាំងតកតងជាមួយនឹងពួកអាតូមតូចនៅក្នុងនឹងវាមានចលនានៅក្នុងការបាទការបឺតការតោងគ្នាអញ្ចឹងទៅហើយបើយើងរាប់ពីវត្ថុតូចដូចជាដុំថ្មឬក៏អីផ្សេងបាទដែលវាចាប់តោងគ្នាយើងក៏លេចមើលទៅមើលផែនដីផងយើងក៏អញ្ចឹងដែរផែនដីបើសិនជាអត់មានកម្លាំងនៅក្នុងការបឺតស្រូបឆក់ទាញចូលគ្នាទេគឺมันអាចតាំងនៅបាទជាដុំអញ្ចឹងបានទេវាច្បាស់ជាបែកខ្ញាច់ហើយអញ្ចឹងបើយើងក៏លេចទៅមើលទៀតថាហេតុអីបានជាវាអាចចាប់តោងគ្នាបាននោះក៏ដោយសារតែវាមានប្រភេទយើងហៅថារូបធាតុទាំងឡាយស្តៀងគ្នាបាទវាមានម៉ាស់មានអីស្តៀងគ្នាអញ្ចឹងទើបវាអាចចាប់តោងគ្នាបានយ៉ាងណាមិញគំនិតផងយើងក៏អញ្ចឹងដែរបើយើងចូលចិត្តគិតទៅលើអ្វីមួយអញ្ចឹងមានថាយើងនឹងជួបមិត្តភ័ក្តិជួបហេតុការណ៍ជួបរឿងរ៉ាវទាំងឡាយគឺវាស្តៀងនឹងឯងឥឡូវខ្ញុំអាចធ្វើការឧទាហរណ៍ថាចេះជាទូទៅយើងតែងតែឃើញមនុស្សដែលគាត់ចូលចិត្តសប្បាយបាទនៅកន្លែងក្លឹបឧទាហរណ៍ថាអញ្ចឹងណាប៉ុន្តែយើងកម្រឃើញអ្នកដែលគេសិក្សារៀនសូត្រមែនទែនបាទគេចូលក្លឹបណាស់ដោយសារតែអាហ្នឹងឯងគេឲ្យឈ្មោះថាគឺជាកម្លាំងនៅក្នុងការឆក់ទាញអ្នកចូលចិត្តសប្បាយគាត់ទៅកន្លែងសប្បាយមកដុំគ្នាគាត់អញ្ចឹងទៅអ្នកចូលចិត្តរៀនគេទៅកន្លែងរៀនគ្នាគេអញ្ចឹងទៅអានេះឯងគេឲ្យឈ្មោះថាកម្លាំងនៅក្នុងការតាក់ទាញ ច្បាប់នៃការតាក់ទាញតែងតែមានប្រសិទ្ធភាពមិនថាលោកអ្នកយល់ឬក៏មិនយល់ទេវាតែងតែមានប្រសិទ្ធភាព លោកអ្នកអាចគិតពីអតីតកាល បាទហើយនៅកន្លែងកតុយមិញគាត់បាននិយាយថាច្បាប់នៃការតាក់ទាញច្បាប់នៃការស្រូបទាញហ្នឹងវាមិនខ្វល់ថាអ្នកយល់ឬក៏មិនយល់ទេវាអត់ខ្វល់ទេតាមពិតទៅវាអញ្ចឹងមែនព្រោះមិនថាអ្នកចេះដឹងឬក៏មិនចេះដឹងអ្នកយល់ឬក៏មិនយល់ក៏ដោយពួកគាត់ទាំងអស់ហ្នឹងនៅតែប្រើប្រាស់ការគិតប្រើប្រាស់គំនិតអញ្ចឹងការគិតគំនិតផនគាត់នឹងឯងដែលជាអ្នកបង្កើតនៅចក្រវាលខាងក្រៅចក្រវាលខាងក្រៅគឺមានន័យថាគឺជាអ្នកទៅរៀបចំទាក់ទងជាមួយនឹងហេតុការណ៍ព្រឹត្តិការណ៍រឿងរ៉ាវក៏ដូចជាសម្ភារៈដែលយើងកំពុងតែប្រើប្រាស់នឹងឯង បច្ចុប្បន្នឬក៏អនាគតប៉ុន្តែមិនថាលោកអ្នករងចាំកាលបច្ចុប្ តែ បន្ន តែមានប្រសិទ្ធភាព លោកអ្នកអាចគិតពីអតីតកាលបច្ចុប្បន្នឬក៏អនាគតប៉ុន្តែមិនថាលោកអ្នករងចាំឬការសង្កេតឬក៏ការស្រមើស្រមៃនៅក្នុងដំណាក់កាលនេះលោកអ្នកក៏ថ្លឹងថ្លែងអំពីកំណត់នឹងដែរហើយ បាទអញ្ចឹងគាត់បាននិយាយថាចេះគាត់បាននិយាយថាមិនថាអ្នកគិតអំពីរឿងបាទកាលពីអតីតកាលឬក៏រឿងកាលពីអនាគតទេទាំងពីរអ្នកនេះគឺមានន័យថាគឺជាអ្នកកំពុងតែបង្កើតទាក់ទងជាមួយនឹងចក្រវាលឲ្យខ្លួនឯងនឹងឯងឧទាហរណ៍ថាចេះឧទាហរណ៍ថានៅពេលដែលយើងគិតទៅលើរឿងឈឺចាប់ណាមួយកាលពីអតីតកាលរឿងហ្នឹងវាបានកន្លងផុតហើយក៏ពិតមែនប៉ុន្តែ
អារម្មណ៍នៃភាពជឿចាប់យើងនៅតែទទួលបាននៅក្នុងគណៈពេលបច្ចុប្បន្ននេះអញ្ចឹងហើយបានជាគេនិយាយថាយើងជាអ្នកបង្កើតចក្រវាលឲ្យខ្លួនឯងហើយមួយទៀតឧទាហរណ៍ថារឿងការពីអតីតសំទោសរឿងទៅអនាគតអញ្ចឹងរឿងទៅអនាគតបើទោះបីជាវាអត់តាន់កាត់ឡើងពិតមែនក៏ដោយប៉ុន្តែនោះក៏ជាចក្រវាលផងចឹងដែរហេតុអីបានជាអញ្ចឹងព្រោះគណៈពេលដែលយើងកំពុងតែគិតទាក់ទងជាមួយនឹងរឿងរ៉ាវបាទរឿងរ៉ាវទាំងឡាយណានៅក្នុងអនាគតអញ្ចឹងបើរឿងរ៉ាវដែលយើងកំពុងតែគិតហ្នឹងជារឿងដែលសប្បាយរីករាយអញ្ចឹងយើងបានទទួលអារម្មណ៍នៃភាពរីករាយនឹងរួចបាត់ទៅហើយបើសិនជារឿងរ៉ាវទាំងអស់នោះដែលយើងកំពុងតែគិតជាការសម័យផងយើងជារឿងទុកសោកភ័យព្រួយអញ្ចឹងមានន័យថាយើងបានទទួលអារម្មណ៍បាទភ័យខ្លាចទាំងអស់ហ្នឹងរួចបាត់ទៅហើយនេះឯងគឺជាអត្ថន័យនៃការទទួលបាទហើយច្បាប់នៃការតាក់ទាញដែលជាច្បាប់កំពូលនៅក្នុងចក្រវាលគឺឆ្លើយតបទៅនឹងកំណត់របស់លោកអ្នក ការច្នៃប្រឌិតគឺតែងតែកើតមានឡើងរាល់ពេលដែលបុគ្គលម្នាក់ៗតែងតែមានកំណត់មិនថាការអូសបន្លាយឬគឺជាកំណត់រ៉ាំរ៉ៃនោះទេគឺវាស្ថិតនៅក្នុងដំណើរការនៃការកាត់ឡើងវត្ថុទាំងនោះអាចកាត់ឡើងចេញពីកំណត់របស់លោកអ្នកច្បាប់នៃការតាក់ទាញបញ្ជាក់ថាបុគ្គលម្នាក់ៗតែងតែមានកំណត់មិនថាការអូសបន្លាយឬគឺជាកំណត់រ៉ាំរ៉ៃនោះទេគឺវាស្ថិតនៅក្នុងដំណើរការនៃការកាត់ឡើងវត្ថុទាំងនោះអាចកាត់ឡើងចេញពីកំណត់របស់លោកអ្នកបាទអញ្ចឹងកន្លែងនេះគាត់បាននិយាយថាមិនថាកំណត់ប្រភេទអីទេឲ្យតែអ្នកបាទមានទំនោរនៅក្នុងការផ្ដោតទៅលើវាម្ដងហើយម្ដងទៀតមានន័យថានោះគឺអ្នកបាន confirm អ្នកបាន okay ដោយមិនដឹងខ្លួនថាអ្នកនឹងចង់បានជួបរឿងរ៉ាវហេតុការណ៍ទាំងឡាយហ្នឹងបាទរួចបាត់ទៅហើយគាត់ចង់និយាយអញ្ចឹងណាច្បាប់នៃការតាក់ទាញបញ្ជាក់ថាយើងនឹងផ្ដល់ឲ្យលោកអ្នកនៅអ្វីដែលលោកអ្នកគិតឬក៏ផ្ដោតការយកចិត្តទុកដាក់ដូច្នេះបានលោកអ្នកត្អូញត្អែថាវាអាក្រក់ប៉ុណ្ណាតើលោកអ្នកបង្កើតវាមានគំនិតអាក្រក់ប៉ុណ្ណាដូច្នេះបានលោកអ្នកត្អូញត្អែថាវាអាក្រក់ប៉ុណ្ណាបាទនេះអញ្ចឹងនៅកន្លែងនេះមានបុរសម្នាក់គាត់បានលើកដៃទៅទងជាមួយនឹងការកំងមុខម្ហូបហើយគាត់ហ្នឹងក៏ប្រហែលជាមានអារម្មណ៍មោម៉ៅដែរនៅពេលដែលគាត់មានកំហឹងមកវឹបនឹងភ្លឹបអញ្ចឹងទៅគឺអារលកហ្វ្រេកង់នៃគំនិតការគិតផនយើងសំទោសការគិតផនគាត់ហ្នឹងនឹងបែកចេញទៅខាងក្រៅយើងចាំមើលទៀតណាតើលោកអ្នកបង្កើតវាមានគំនិតអាក្រក់ប៉ុណ្ណាអូនលើកទៅចាំមិនឃើញទេនៅពេលដែលយើងចាប់ដើមមានអាការគិតផនយើងមិនល្អបាទអវិជ្ជមានតាំងពីយើងចូលទៅកាន់ហាងនឹងម្លេះអញ្ចឹងមានន័យថាយើងនឹងតាក់ទាញអារឿងរ៉ាវហេតុការណ៍ទាំងឡាយណាធ្វើឲ្យយើងនឹងមកបន្ថែមទៀតអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមើលនេះលោកអ្នកបង្កើតវាមានគំនិតអាក្រក់ប៉ុណ្ណាអូនលើកទៅចាំមិនសំទោសខ្ញុំមានសិនម្នាក់ឈ្មោះថារ៉ូបឺតគឺជាបរិបទភេទទី3ហើយគេចូលរៀនវគ្គអនឡាញជាមួយនឹងខ្ញុំដែលជាផ្នែកមួយនៃការភ្ជាប់អ៊ីមែលមកកាន់រូបខ្ញុំហើយគេបានបញ្ចេញចំណុចអាក្រក់ហើយនឹងចំណុចល្អនៃជីវិតរបស់គេទាំងអស់នៅក្នុងការងាររបស់គាត់មានមនុស្សជាច្រើនរំខានគាត់ដែលជាហេតុធ្វើឲ្យគាត់តាំងផ្លូវចិត្តដោយសារតែទង្វើមិនគាត់ពេករបស់គេនៅពេលដែលគេដើរនៅតាមផ្លូវគេនិយាយថាគេនៅកន្លែងនីមួយៗឆ្លងកាត់មនុស្សដែលប្រព័ន្ធភេទដូចគ្នាដែលចង់បំពេញគាត់ដោយវិធីផ្សេងៗគាត់ចង់ខ្លាចទៅជាអ្នកតំណាងតារាកំ pl ែងហើយនៅពេលដែលគាត់ចេញសម្ដែងការងារកំ pl ែងគ្រប់គ្នាចាំមកឲ្យគាត់ដោយសារតែគាត់គឺជាមនុស្សភេទទី3ក្នុងមួយឆាកជីវិតរបស់គាត់ជួបតែអពមង្គលនិងទុក្ខវេទនានៅក្នុងស្ថានភាពវាយប្រហារទាំងនេះដោយសារតែគាត់ជាមនុស្សភេទទី3ខ្ញុំក៏ចាប់ផ្ដើមបង្រៀនគាត់ឲ្យកាត់ចិត្តនិងយកចិត្តទុកដាក់ទៅលើអ្វីដែលគាត់មិនចង់បានអញ្ចឹងកន្លែងនេះគឺមានន័យថាគឺមានន័យថាគ្រូបដិបដាម្នាក់គាត់បាននិយាយរឿងរ៉ាវទៅតងជាមួយនឹងបរិសម្នាក់ដែលគាត់ឆ្លាញ់ភេទដូចគ្នាបាទរ៉ូបឺតអញ្ចឹងរ៉ូបឺតម្នាក់ហ្នឹងគ្រាន់តែគាត់ទៅជួបបាទជាមួយនឹងគ្រូបដិបដាហ្នឹងគ្រូបដិបដាហ្នឹងគាត់បានដឹងថារឿងរ៉ាវទាំងអស់ដែលបរិបទភេទទី3បានឆ្លងកាត់ហ្នឹងបាទរ៉ូបឺតបានឆ្លងកាត់ហ្នឹងគឺជាអ្វីដែលខ្លួនគាត់ហ្នឹងបានតាក់ទាញមកដោយខ្លួនឯងនឹងឯងតើកន្លែងណាគឺជាការតាក់ទាញដោយសារតែគាត់មានអារម្មណ៍អវិជ្ជមានគាត់ធ្វើការប្រតិកម្មជាមួយនឹងអ្វីដែលគាត់ចង់បានបើគាត់មានអាការប្រតិកម្មជាមួយនឹងអ្វីដែលគាត់មិនចង់បាននោះគឺមានន័យថាអ្នកបានទទួលរួចបាត់ទៅហើយទទួលកន្លែងណាទទួលអារម្មណ៍នៃភាពមោម៉ៅបើអ្នកធ្វើការប្រតិកម្មទៅលើអារម្មណ៍នៃភាពមោម៉ៅម្ដងហើយម្ដងទៀតមានន័យថានោះគឺជាអ្វីដែលអ្នកបានរៀបចំឲ្យខ្លួនឯងហ្នឹងថានឹងទៅជួបរឿងរ៉ាវហេតុការណ៍ទាំងឡាយអញ្ចឹងបាទនៅខាងមុខទៀតហើយនៅពេលដែលគាត់ចេញសម្ដែងការងារកំ pl ែងគ្រប់គ្នាចាំមកឲ្យគាត់ដោយសារតែគាត់គឺជាមនុស្សភេទទី3ក្នុងមួយឆាកជីវិតរបស់គាត់ជួបតែអពមង្គលនិងទុក្ខវេទនានៅក្នុងស្ថានភាពវាយប្រហារទាំងនេះដោយសារតែគាត់ជាមនុស្សភេទទី3ខ្ញុំក៏ចាប់ផ្ដើមបង្រៀនគាត់ឲ្យកាត់ចិត្តនិងយកចិត្តទុកដាក់ទៅលើអ្វីដែលគាត់មិនចង់បានខ្ញុំដឹកនាំគាត់ឲ្យត្រឡប់មកកាន់អ៊ីមែលរបស់គាត់ដែលគាត់បានផ្ញើមកឲ្យខ្ញុំហើយខ្ញុំនិយាយថាអត់តែម្ដងទេនិតមើលអ្វីដែលលោកអ្នកមិនចង់បានបាទអញ្ចឹងគ្រូបដិបដាហ្នឹងគាត់បាននិយាយថាគាត់បាននិយាយថាខ្ញុំមិនចាំបាច់នៅក្នុងការអានអីច្រើនទេគ្រាន់តែអ្នកមកជួបខ្ញុំហើយនិយាយពាក្យពេចន៍បាននៅក្នុងសារក៏ដូចជានៅក្នុងអ៊ីមែលដែលអ្នកបានផ្ញើមកហ្នឹងខ្ញុំដឹងថាអ្នកហ្នឹងសមតែជួបអញ្ចឹងឯងហេតុអីបានជាអញ្ចឹងព្រោះអ្នកតែងតែយកចិត្តទុកដាក់ផ្ដោតទៅលើអ្វីដែលអ្នកមិនចង់បានជាងអ្វីដែលអ្នកចង់បានបាទគាត់ចង់មានន័យថាអញ្ចឹងអត់ហើយប្រាប់ខ្ញុំមកខ្ញុំអាចនិយាយបានថាលោកអ្នកប្រកាសជាពេញចិត្តនៅពេលដែលយកចិត្តទុកដាក់នៅលើអ្វីមួយដោយក្តីស្រឡាញ់បាទឃើញទេបាទហើយតើតោងជាមួយនឹងអ៊ីមែលដែល Robert គាត់បានផ្ញើមកគ្រូបដិបដាហ្នឹងគាត់បាននិយាយថា I hate my job គឺមានន័យថាខ្ញុំស្អប់ការងាររបស់ខ្ញុំណាស់ដោយសារតែគាត់ចេះតែជួបបញ្ហាមិនចេះចប់មិនចេះហើយអញ្ចឹងណាដល់ពេលអញ្ចឹងគាត់អត់មានអារម្មណ៍ល្អជាមួយនឹងការងារផងគាត់ទេអញ្ចឹងគ្រូបដិបដាហ្នឹងបាននិយាយថាខ្ញុំសូមឲ្យអ្នកទៅពិនិត្យប្រយោគដែលអ្នកបានសរសេរមកកាន់ខ្ញុំឡើងវិញគឺមានពាក្យថា hate មានន័យថាស្អប់អញ្ចឹងមានន័យថាដូចខ្ញុំនិយាយអញ្ចឹងថាបើអ្នក
ស្អប់អ្វីមួយអ្នកធ្វើការបដិសេធអ្វីមួយមានន័យថាអ្នកបានប្រតិកម្មទៅលើអ្វីទាំងអស់នោះបាត់ទៅហើយបើអ្នកមានការប្រតិកម្មទៅលើអ្វីទាំងអស់នោះគឺមានន័យថាអ្នកព្រមទទួលយកវាដោយមិនដឹងខ្លួនបាត់ទៅហើយបាទគឺមានន័យថាអញ្ចឹងពេលដែលយកចិត្តទុកដាក់នៅលើអ្វីមួយដោយក្តីស្រឡាញ់ហើយវាអាចទៅរួចយ៉ាងលឿនបំផុតបន្ទាប់មកគាត់ចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើអ្វីដែលលោកអ្នកចង់ទទួលគាត់នឹងព្យាយាមថាមានអ្វីបាទអញ្ចឹងបន្ទាប់ពី Robert បាទ Robert គាត់ទទួលបានការណែនាំពីគ្រូបរិបដានឹងហើយគាត់ក៏មកធ្វើការផ្លាស់ប្ដូរប្រូក្រាមផងគាត់វិញបាទប្រូក្រាមដូចជាខ្ញុំបានបង្កើតវីដេអូច្រើនដែរទាក់ទងជាមួយនឹងបាទប្រូក្រាមហ្នឹងបាទ reprogram គឺវាអាចមានជាលក្ខណៈនៅក្នុងការស្ដាប់បទភ្លេងបាទបទភ្លេងណាដែលយើងចូលចិត្តឬក៏ស្ដាប់អ្វីទាំងឡាយណាដែលធ្វើឲ្យយើងនឹងមានអារម្មណ៍ល្អអញ្ចឹងអាការដែលធ្វើឲ្យយើងមានអារម្មណ៍ល្អនេះឯងគឺវាមានរលក frequency ខ្ពស់ណាស់ដែលធ្វើឲ្យយើងនឹងអាចឈានទៅដល់ដំណើរនៃការផ្លាស់ប្ដូរមួយយ៉ាងឆាប់រហ័សហើយយើងក៏លេចមើលនេះចិត្តទុកដាក់ទៅលើអ្វីដែលលោកអ្នកចង់ទទួលគាត់នឹងព្យាយាមថាមានអ្វីកើតឡើងរយៈពេល6ទៅ8សប្តាហ៍គឺជារឿងអភូតហេតុបាទឃើញទេនៅពេលដែលគាត់ចាប់ផ្ដើមដាក់កាសអញ្ចឹងមានថាគាត់ចាប់ផ្ដើមទទួលបានអារម្មណ៍ថ្មីអញ្ចឹងអារម្មណ៍ថ្មីនេះឯងនឹងសាយភាយចេញទៅខាងក្រៅវិញឃើញទេនេះអាកន្លែងប្រហែលជាបងប្អូនទាំងអស់គ្នាមើលមិនឃើញទៅដឹងបាទអញ្ចឹងអាចទៅមើលវីដេអូពេញបានអានឹងឯងគេឲ្យឈ្មោះថាគឺជារលកសញ្ញារបស់អារម្មណ៍បាទរលកនៃគំនិតរបស់អារម្មណ៍នៅពេលដែលយើងចាប់ផ្ដើមធ្វើការគិតនឹងឯងវានឹងសាយភាយចេញទៅខាងក្រៅគាត់និយាយគ្រប់គ្នានៅក្នុងអូហ្វីសរបស់គាត់សុទ្ធតែរំខានគាត់ទោះបីផ្លាស់ទៅនៅកន្លែងផ្សេងក៏ដោយឬមួយក៏ត្រូវឈប់ពីក្រុមហ៊ុនឬមួយក៏លែងរំខានគាត់តែម្ដងតែគាត់ស្រឡាញ់ការងាររបស់គាត់សង្កេតឃើញថានៅពេលដែលគាត់ដើរនៅតាមដងផ្លូវអត់មាននរណាម្នាក់មកកាត់មុខហើយធ្វើបាបគាត់ទេព្រោះពួកគេបាទអញ្ចឹងកន្លែងនេះយើងឃើញថាបន្ទាប់ពីគាត់ចាប់ផ្ដើមផ្លាស់ប្ដូរបុគ្គលិកលក្ខណៈគឺមានន័យថាចាប់ផ្ដើមផ្លាស់ប្ដូរការគិតផងគាត់ដល់គាត់គិតថាការងារផងគាត់នឹងល្អគាត់ស្រឡាញ់អ្នកនៅជុំវិញខ្លួនអីចឹងដល់ពេលអញ្ចឹងទៅក៏យើងឃើញថាវាហាក់បីដូចជាមានអភូតហេតុមួយថាវាអត់មានអ្នកមកញ៉ែញាស់គាត់ដើម្បីធ្វើគាត់នឹងមុំមកទៀតទេព្រោះអីព្រោះគាត់ផ្ដោតទៅលើអារម្មណ៍ល្អអញ្ចឹងបើសិនតែយើងគិតមើលទៅវិញចឹងបើយើងផ្ដោតទៅលើអារម្មណ៍នៃល្អអញ្ចឹងសកម្មភាពផងយើងដែលយើងបញ្ចេញទៅហ្នឹងក៏វាល្អដែរបើវាល្អក៏វាតាក់ទាញអ្នកដែលល្អហ្នឹងបាទឲ្យគេធ្វើអាទង្វើបែបហ្នឹងមកកាន់យើងវិញដែរទាំងអស់នោះនៅពេលដែលគាត់ចេញទៅសម្ដែងកិច្ចការកំប្លែងរបស់គាត់ឈរយ៉ាងមានលំនឹងទុកចិត្តអត់មានអ្នកណារំខានគាត់ទេជីវិតរបស់គាត់ទាំងមូលក៏ប្រែប្រួលព្រោះគាត់ផ្លាស់ប្ដូរអ្វីទៅលើអ្វីដែលគាត់មិនត្រូវការបាទឃើញទេអញ្ចឹងគេបានបញ្ជាក់ទៅថាបន្ទាប់ពីគាត់បាទអាចផ្លាស់ប្ដូរជីវិតផងគាត់បានគឺមានន័យថាចេះគឺមានន័យថាគាត់បានផ្លាស់ប្ដូរប្រូក្រាមបានផ្លាស់ប្ដូរពីអ្វីដែលគាត់មិនចង់ទៅអ្វីដែលគាត់ចង់វិញមានន័យថាពីអ្វីដែលគាត់មិនចង់បានឧទាហរណ៍ថាឡើងលើឆាកអញ្ចឹងគេគប់គេអីអញ្ចឹងទៅដូចជាដើរតាមផ្លូវអញ្ចឹងបាទគេលេបខាយឬក៏ធ្វើបាបអីអញ្ចឹងគាត់ប្ដូរពីការគិតឬក៏អារម្មណ៍បែបហ្នឹងគាត់ប្ដូរទៅជាអារម្មណ៍នៃការចង់បានវិញចង់បានថាគាត់នឹងទទួលបានអីមួយទទួលបានភាពអបអរសាទរឬក៏ពេលគាត់ដើរទៅណាអញ្ចឹងសបោទៅនឹងស្រឡាញ់គាត់អីអញ្ចឹងណាចាប់តាំងពីពេលនោះមកជីវិតរបស់គាត់ទាំងមូលក៏ប្រែប្រួលព្រោះគាត់ផ្លាស់ប្ដូរអ្វីទៅលើដែលគាត់មិនត្រូវការអ្វីដែលគាត់ខ្លាចនិងអ្វីដែលគាត់គួរជៀសវាងហើយផ្ដោតអ្វីដែលគាត់ចង់បានដូច្នេះយើងមានចំណុចវិជ្ជមានច្រើនចំពោះ